អ្នកទាំងអស់គ្នាយើងនឹងផ្ដោតទៅលើ getting started growth scaling sustainability and mistake and reality check ប៉ុន្តែកន្លែងហ្នឹងបងនឹង focus ទៅលើ mistake and reality check ហ្មងមានន័យថាពេលដែលចេញទៅធ្វើ side hustle ហ្នឹងវាមិនអីអញ្ចឹងហើយយើងលន់អីបានខ្លះហើយកន្លែងណាដែលត្រូវ avoid អីអញ្ចឹងណាចាអញ្ចឹងមានសុំទៅសួររត់មុនគេរត់ធ្លាប់ធ្វើ side hustle រត់ធ្លាប់ធ្វើឲ្យក៏ជប់ធ្វើដែរណោះនេះធ្វើឲ្យក៏ជប់ធ្វើដែរអញ្ចឹងខ្ញុំចង់ what you wish you would know before to do side hustle ហ្នឹងចង់និយាយថាវាដូច like previous speaker និយាយជាមួយនឹង recurring theme ដែលយើងធ្វើការនៅ startup ហ្មង sometimes like you planning too much វាទៅ analysis paralysis ចឹងគឺថា you don't know whether like your work actually perfect អត់ហើយចឹង but what I wish I knew sooner ហ្នឹងមានថាបើថាមាន idea មកហើយ just start doing right away មក and then like សុខចិត្តធ្វើឲ្យលឿនហើយបើថាយើងបាន feedback ពី market មកវិញថា whether what I'm doing working or not but not ទៅយើង pivot ទៅផ្សេងៗមក so I think that we focus លើ speed ហ្នឹងវិញ once you find a signal មួយថា okay it's working មកយើងចាប់តាម polish វាតាមក្រោយ instead of polling from the beginning yeah so basically ធ្វើទៅសិនទៅកុំនៅទុក idea យូរធ្វើសិនទៅហើយបើដើម pivot តាមហ្នឹងណាខ្ញុំគិតថា side hustle ធម្មតាពីថា side hustle មិនវានៅឆ្ងាយវានៅតូចទេត្រូវអត់តែថ្ងៃណាក៏មួយអនាគតថ្ងៃណាមួយវានឹងលូតលាស់ទៅមុខធំហើយ at the same time យើងកំពុងតែធ្វើការ full time ចាអញ្ចឹងនឹងសំណួរទៅកាន់បងលេណាតាមបទពិសោធន៍ខ្លួនឯងពេលណាដែលយើងដឹងថាយើងគួរតែឈប់ធ្វើការងារដើម្បីទៅធ្វើអាជីវកម្មហ្នឹងឲ្យដាក់ទៅឲ្យធំលើដើមហ្មងត្រូវអត់បងព្រោះបើខ្ញុំឈប់ទៅអត់មានប្រាក់ខែទៀតទេខ្ញុំត្រូវទៅរកស៊ី What do you think បងអរគុណអូនជាក់ស្ដែងទៅ let's say នៅពេលដែលបងអូនកំពុងតែធ្វើការហើយបងអូនមាន part time job ត្រូវទេហើយពេលហ្នឹងបងអូនកំពុងតែ rely ថាអូនសួរខ្លួនឯងថាអូនគួរបន្តការងារឬក៏អូនបោះបង់ការងារដើម្បីតែចាប់យកអាជីវកម្មមួយត្រូវទេអូខេអញ្ចឹងពេលហ្នឹងអូនសួរខ្លួនឯងថាតើអូនចូលចិត្តការងារដែលអូនកំពុងធ្វើអត់ you have energy to do your work or not that's the question តែបើសិនជាអូនអត់មាន energy ទេអូនក៏បង្ខំចិត្តអង្គុយធ្វើការ just skip your job but before you skip do you have your business concept I believe អូនដែលគាត់នៅនេះគឺគាត់មាន business concept ច្រើនហើយប៉ុន្តែនៅពេលដែលអូនមាន business concept ហើយអូនត្រូវគិតពី execution ហើយការអនុវត្តការប្រតិបត្តិវាមានកត្តាច្រើនទាំងរឿង financial តើគេ so that is my response to you អញ្ចឹងមានតែបងអូនទេដែលអូនច្បាស់ថាអូន ready or not អញ្ចឹងដូចបង share មុននឹងហើយកត្តាសំខាន់គឺ money អរគុណ You have anything to add yeah I think we connect មួយ side hustle ដែរ like you can take your side hustle as a exploration stage គាត់និយាយចឹង like explore business concept whether it's working or not once you confident in okay now you found a concept that is working and now you're ready to upscale វាទៅជា full business ហ្មង and then also can be the right friend to see ថា okay now ខ្ញុំសាក concept ហ្នឹង and then repeat until like I find the right one now I'm confident now there's people willing to pay for my service or business idea that I think that may be the right signal for you to but like មុននឹងចូលហ្នឹង make sure that you have your financially plan ready មិនថា execute ហើយបើយើងអត់ plan វាអត់ sustainable is go different way yeah so I would like to summarize into 4 key area ទី1យើងត្រូវមើលខ្លួនឯងមុនយើងសម្រេចចិត្តថាយើងឈប់ធ្វើការងារដើម្បីទៅ focus លើ side hustle យើងឲ្យ grow ធម្មតាពេលវា grow នឹងវា grow ទៅរបៀបម៉េចដល់តើវា grow ទៅវាអាចទប់យើងបានដែរចាំយើងទៅត្រូវអត់អញ្ចឹង financially យើងត្រូវមើលលើ financial situation នៅលើ business ហ្នឹងដែរទី2យើងមើលមកលើការងារដែលយើងធ្វើរាល់ថ្ងៃដូចគាត់និយាយអញ្ចឹងបើអត់សុបាយទៅធ្វើទៅអីណោះឈប់ទៅយកប្រាក់ខែតិចក៏ល្អជាងធ្វើការឲ្យមកទ្រន់ទ្រាយដែរ so you need to know if you like the job ហ្នឹង or not business wise ទៅលើមើលទៅ business យើងវានឹង know ឯ market មិនដែរដល់តែវានឹង know ដែរបើមានលុយតែមើលទៅអនាគតទៅមុខមួយទេយើងក៏ consider កុំតាន់ទៅអីណាចុងក្រោយបំផុតគឺខ្លួនឯងផ្ទាល់មានតែយើងខ្លួនឯងទេ you understand ថាវា align មួយយើង or not for me when I work to start work with entrepreneur ខ្ញុំមើលរឿងពីរទី1 business ហ្នឹងជាឆ្នាំងបាយគាត់អត់មានន័យថាម៉េចពេលដែល business ជាឆ្នាំងបាយយ៉ាគឺជាកន្លែងដែលគាត់ញ៉ាំ
គាត់ត្រូវមើលបើសិនបើគាត់ធ្វើអានឹងគ្រាន់តែលេងខ្ញុំក៏មិនសូវចង់ញ៉ៃមួយដែរព្រោះគាត់ធ្វើលេងគាត់មិនជាឆ្នាំងបាយគាត់ក៏មិនសូវពុត 100% ទេ entrepreneur ដែលហ៊ានលះបង់ full time job មកធ្វើការលើអាហ្នឹងមានន័យថាវាជាឆ្នាំងបាយរបស់គាត់ឯងអញ្ចឹងខ្ញុំពិចារណាខ្ញុំជួយចិត្ត support ពួកគាត់ច្រើនជាងព្រោះគាត់ដាក់ចិត្ត 100% ទី2អីគេវា align មួយ value គាត់អត់អ្នកខ្លះធ្វើគ្រាន់តែបានលុយអ្នកធ្វើតែបានគ្រាន់តែបានលុយអត់សូវបានយូរទេតែបើម្នាក់នឹងធ្វើដោយសារតែវា represent value របស់គាត់ I look at this too personal value align ជាមួយនឹងការងារនឹងអត់ហើយគាត់ represent ទៅ public ពិតជាអញ្ចឹងមែនអត់ទី2វាជាឆ្នាំងបាយគាត់ដល់តែមាន2ហ្នឹងគឺ valid founder readiness for me ហើយអា skill idea ហ្នឹងមកតាមក្រោយអត់អីទេ alright បងគិតថាដោយសារតែពេលវេលាអត់សូវមានចង់បើក question ពីអ្នកទាំងអស់គ្នាវិញឲ្យសួរឲ្យចំគោលដៅកុំឲ្យបងសួរទៅបែកឆ្ងាយណោះអញ្ចឹង the floor is yours maybe I collect the first 2 question មុនយើងទៅ round second round អរគុណបងបងដំបូងខ្ញុំចង់សួរថាជាពូមិញបងសួរគាត់ថាបើសិនជាទៅអនាគតការងារហ្នឹងយើងធ្វើទៅលេងសប្បាយមួយការងារហ្នឹងហើយអញ្ចឹងយើងគួរឈប់ឬបន្តចុះបើសិនជាយើង already like ដើរទៅលើផ្លូវហ្នឹងហើយពងតែហ៊ានពីវាហើយតែការងារហ្នឹងនៅពេលបច្ចុប្បន្នហ្នឹងវានៅមានទីផ្សារយើងអត់សូវចូលចិត្តគ្រាន់តែថា like លុយដែលគេឲ្យមកក៏វារៀងគ្រាន់បើហើយយើងក៏អូខេនឹងការងារនឹងដូចគ្នាវាមិនសូវជាថាមានក៏បានអត់ក៏បានអាហ្នឹងយើងគួរតែបន្តនៅលើការងារហ្នឹងទេឬក៏ move to កន្លែងផ្សេង អរគុណអូនឥឡូវសូមមក question មួយទៀតណាសូម collect 2 question before we answer ចាហ្នឹងហើយបងខ្ញុំមានសំណួរមួយតកតងនឹង start up ពេលដែលបងចាប់ផ្ដើមបង្កើត start up ខ្លួនឯងហ្នឹងបងធ្លាប់មានបទពិសោធន៍ធ្វើការឬក៏បងអត់ដែលធ្លាប់ធ្វើការសោះហើយបងមានចំណុចណាខ្លះដែលធ្វើឲ្យបងជឿលើ start up ហ្នឹងទៅមុខទៀតចា៎ Okay បង so first តកតងមួយ start up no second តកតងមួយ start up first តកតងជាមួយនឹងបើការងារហ្នឹងវា pay ល្អដែរនៅមិនទៅចឹង អូខេអូនសូមបញ្ជាក់សំណួរបងអូនបន្តិចមានថាបងអូនកំពុងតែធ្វើការត្រូវទេប៉ុន្តែការងារហ្នឹងផ្ដល់លុយមកយើងដែរប៉ុន្តែយើងមានអារម្មណ៍ថាយើងអត់ទាន់ដឹងច្បាស់ថាយើងចូលចិត្តវាអត់ទេត្រូវទេអូខេពី my perspective ទៅវិញបងលើកទឹកចិត្តឲ្យបងអូនស្គាល់ពីខ្លួនឯងបន្ថែមបើសិនជាការងាររាល់ថ្ងៃហ្នឹងអត់ដឹងថាចូលចិត្តឬអត់ណាប៉ុន្តែបានលុយចំណុចហ្នឹងគឺអូខេបានលុយក៏ប៉ុន្តែអត់មាន value add ក្នុងហ្នឹងទេអញ្ចឹងអាឧបសគ្គរបស់អូននៅថ្ងៃក្រោយអូនអាចនឹងអត់ grow far ទេអូនអាច grow បានប៉ុណ្ណឹងទទួលបានលុយដែលខាងស្ថាប័នផ្ដល់ឲ្យយើងប៉ុណ្ណឹង it's my idea អញ្ចឹងអ្វីដែលខ្ញុំលើកទឹកចិត្ត try to explore your side hustle your part time jobs ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯងបន្ថែមពីលើហ្នឹង and then you ចាប់ផ្ដើមធ្វើ comparison between my career between my part time job between let's say extra work or something តើអូនឯងពេញចិត្តការងារណាមួយ it is my advice អរគុណ Do you have anything to add Yeah, I think this is a good question. ប៉ុន្តែខ្ញុំជួយ reinforce idea question. I think when you ask the question ទីមួយដឹងថា value យើងសឹងថាវា align មួយនឹងអីអត់បើថាហេតុមួយទៀតវាមាន serve purpose even maybe you don't like the job itself it pay good but វាអាច serve យើង in the future ជួនកាល sometimes workplace ឬមួយក៏កន្លែងខ្លះវា can be a toxic environment ឬមួយក៏មិន but it also give you a good lesson whether you can handle this kind of hardship or not if you escaping that like you going somewhere you're gonna repeat the same but then you can like overcome ហ្នឹងហើយ it's gonna be different issue អញ្ចឹងណា yeah pay is one thing but មួយទៀតគឺថាតើវាអាច fulfill យើងថា bring you to new level or new challenge yeah totally agree with the answer I don't have an answer for you we probably don't have an answer you only you មាន answer ហ្នឹងព្រោះហេតុអីមានតែ you អ្នកដឹងហើយអ្នកទាំងអស់គ្នាមានចិត្តពីមួយដែលគេនិយាយចេះ trust your gut បើខ្មែរមានមិនជឿលើពវៀនយើង មកបែរខ្មែរធ្វើម៉េចបងអាហ្នឹង ជឿលើអីគេអារម្មណ៍អីញៀន ណាហេតុអីមិនគេនិយាយចឹងអ្នកទាំងអស់គ្នាដឹងអត់ក្បាលពោះយើងកន្លែងនេះម្ដុំនេះមានបាក់តេរីច្រើនណាស់បាក់តេរីច្រើនជាង cell យើងទៀតឃើញយើងជីម៉ូតូអាណាមកប៉ះយើងទីគេប្រហោងពោះថ្លុងឬក៏យើងគាត់ថា crash heart មក butterfly រត់ឡើងពេញក្បាលពោះ
right trust your gut ហើយពាក្យនឹងសំខាន់ពាក្យនឹង it happen man ណា you can send it if you like it or not you know the answer សំខាន់ត្រូវ face មួយគ្នាត្រូវ face មួយវាឲ្យ listen what my friend told me very good advice គាត់ថាគូសុំyou ដែរ spend time មួយខ្លួនឯងអត់មីអត់ដែរសូវ spend time ហ្មងថ្ងៃទៅមួយពួកម៉ាក់អូចេញពីមួយទៅមួយសប្បាយ spend time with yourself ask the question your body will tell you ហ្មង spend time មួយខ្លួនឯងនៅកន្លែងស្ងាត់ you will know the answer ថាខ្លួនឯងចង់ធ្វើអីគេហើយតែធ្វើទៅចប់ហើយ yeah ចូលចង់ឈប់ trust your gut yes second question តើតោះមួយ start up right yes Okay, just to clarify បន្តិចណា ខ្ញុំ work for startup but I don't do my own startup but I think I can give you my experience ថា working ហ្នឹងវាម៉េច so វាមានច្រើនដែរ so ចង់ថា it depends on where you or which stage in your life that you want to start បើថា you too young early ហ្មង I think you still have a lot of gap when you start ចង់ថា it can be a good inspiration but I don't think you can like go to a level more that succeed maybe you can do it you can start your business working but at one point you need to hire someone more experienced to scale your company or manage your team ប៉ុន្តែបើថា you expose to a business world how you have more solid experience understand market understand management people and all kind of skill and then maybe you can like take your own charge and then you bring it different more ចឹងគឺ answer ហ្នឹង very contextual in terms of where you coming from and then ហ្នឹងហើយប៉ុន្តែ just like at the end of the day គឺ startup not just about you sometimes it's about like the people you're working with whether you can find people to complement you or not វាជា teamwork មិនមែនធម្មតាឯងធ្វើបានទាំងអស់ even យើងចេះក៏ដោយក៏មានពេលលឿនធ្វើដែរ that's why you think that if you have a good vision and then you can find your people to complement you to achieve that vision I think that's gonna bring you far what is your perspective working មួយ entrepreneur បកែចឹងណា for the startup business right actually នៅពេលដែលបងអូនស្ដាប់អ្វីដែលបងบอก maybe តើតែ business នឹងគាត់ long term running គាត់មាន history គាត់មាន experience មកទៅបង work ជាមួយពួកគាត់អត់ទេជាក់ស្ដែងទៅគឺបង work ទាំង new business owner ដូចគ្នាក៏ប៉ុន្តែនៅពេលដែលយើងឲ្យ credit ទៅគាត់នឹងគឺយើងមើលដែរថាតើគាត់មាន expose គាត់មាន experience not really running a business but at least គាត់ how much they can understand about the business sector ដែលគាត់ចង់ធ្វើណាដែលគាត់ចង់ start yeah at least អញ្ចឹងពីបងទៅវិញគឺបង suggest ឲ្យបងអូន gain more knowledge let's say you can have a job volunteer ដែលវា relate ជាមួយនឹងអ្វីដែលយើងចង់ធ្វើបានច្រើនជាងនឹងជាជាងយើងទៅ take a risk យើងអត់ទាន់ understand ពី market ប៉ុន្តែយើងចង់ចាប់ផ្ដើមធ្វើវាហ្មងអញ្ចឹងបងអូននឹងប្រឈមនៅឧបសគ្គច្រើនចា៎អរគុណ summarize this question and I feel like this is my stage because I'm working with startup for the past 10 years and I can tell you the answer មានច្រក2ច្រកទី1គឺយើងចំណាស់តិចទៅណាយើងចាប់ផ្ដើមមាន experience នៅក្នុង industry មួយហើយដូចសួរគាត់រឿង industry bank គឺគាត់ដឹងច្រើនជាងយើងបើបងអត់មាន industry knowledge ហ្នឹងឯងតែបើក្នុង industry entrepreneurship អីឬក៏ ecosystem អីបងមានច្រើនជាងគាត់រឿង digital payment អីគាត់មានច្រើនណាអ្នកដែលគាត់ធ្វើ startup ជោគជ័យគឺនៅពេលដែលគាត់មាន industry knowledge ដឹងអំពី industry problem ច្បាស់មិនត្រឹមដឹងទេមាន access ទៅ network ទៀតអ្នកនៅក្នុង industry ហ្នឹងណាគេក៏ស្គាល់ដែរអញ្ចឹងបើគាត់ចង់ធ្វើដំណោះស្រាយនៅក្នុងវិស័យហ្នឹងគឺគាត់ទៅលឿនហ្មង so industry knowledge ហើយ industry knowledge ហ្នឹងមិនមែននៅសុកកើតមានទេដល់តែយើងធ្វើការនៅក្នុង industry ហ្នឹង that's why what I always like ពេលយើងធ្វើការឲ្យការងារឲ្យគេបានប្រាក់ខែហើយបានចំណេះពីរបៀបក្នុងការគ្រប់គ្រងអាជីវកម្មទៀត free master degree for me ណាគាត់ថាបងលាក់ឲ្យខ្ញុំឯហ្នឹងពីរៀនចិត្ត 5-10 ឆ្នាំហើយ degree ហ្នឹងរៀនអត់ចប់ចោះប៉ុន្តែ I always thinking that people pay me to learn so it make me feel happy with my job គេពង្រៀនការងារយើងរាល់ថ្ងៃមិនយើងគាត់ថាយកកម្លាំងយើងឈាមទៅឯណាខ្ញុំទទួលបានការរៀនសូត្រពីគេហ្មងអញ្ចឹងផ្លូវទី1គឺរៀងចំណាស់តិចទៅមាន industry knowledge ទៅតឹងជោគជ័យហើយភាគច្រើនណាកត្តាទី2អីគេផ្លូវទី2គឺអត់ដឹងអីសោះទៅទាំងអត់ដឹងកាប់ដាវយកហ្មងពេលខ្លះជោគជ័យពេលខ្លះអត់ yeah but for me មាននៅក្មេងៗអញ្ចឹងយូរកាយជួយរកផ្លូវទី1ធ្វើទៅបាន 3-4 ឆ្នាំបរាជ័យចូលធ្វើការអត់អីហងនៅអាយុខំ25ឆ្នាំ
fine គេយកទាំងអស់ហើយគេយកទៀតដោយសារគេអូកូននឹងសាហាវកាប់ដើរ leadership management អីទៅរឿងហើយធម្មតាយើងទៅប្រយុទ្ធស្គាល់អស់ហើយតើអត់ចូលធ្វើការអត់ស្មើអត់ដល់អ្វីដែលយើងទៅរកស៊ីទេបបពិសោធន៍ភាគច្រើនអ្នកចេញរកស៊ីពេលចូលធ្វើការទៅស្រួលព្រោះការគាត់ទៅរកស៊ីអូដៃ100ចូលមកធ្វើការកាន់ស្គប់តែមួយស្រួលសម្រាប់គាត់ find it life balance ហ្មង I work in the startup world work ពេលហ្នឹងយើងធ្វើជាមួយនឹង startup company ដែរធ្វើច្រើនមុខតែដល់ពេលយើងទៅធ្វើការមួយ corporate យើងកាន់តែមួយ scope ចឹងស្រួលវាការងារវា balance ហើយមានអ្នក support កាលមុនស្អីក៏ធ្វើដែរ yes so my suggestion is about you who make decision you ចង់ទៅធ្វើនៅពេលណា when you are ready is very important ដូចបងនិយាយការវា opening ចឹង when the question is when ចង់ទៅឥឡូវទៅលេងសិនឬក៏ចាំទៅពេលយើងមាន industry knowledge ធំត្រូវគោលយើងច្បាស់ yes all right giving a time I'm going to give one last question មានអត់ okay so អត់មានសំណួរទេចង់បាន advice ពី speaker យើងទាំងពីរ what would be your advice to all our students what can they do to make sure that they can generate more income so the last advice to them for today អូខេខ្ញុំកន្លែងនេះខ្ញុំមាន advice គឺថាwhether you want a side hustle ដើម្បីធ្វើ incremental ឬមួយទៀត you want to like focus on stuff មកដូចថា specialize in a certain area how you make a big jump yeah I think can be both ជួនកាលវាចង់ថា time is your resource if you want to focus on one thing you have to trade off for another ចឹងថាអ្នកខ្លះ okay maybe you can think about using a side hustle ហ្នឹងដែលជា experiment for your idea but if you're thinking for long term maybe not a good idea because I cannot work in this อยากជិះប្រហែលចាំឲ្យ straight by time for side hustle តើ with this income but if you think okay now for exploration it depends on the purpose បើមួយទៀតគេថា okay now I want to stay in industry ហ្នឹងខ្ញុំចង់ទៅ go big ហ្មងអញ្ចឹងខ្ញុំត្រូវ trade my time ដើម្បី make my portfolio experience ឬមួយក៏ be something that I can give me a launch pad to a next level so yeah I think it comes down to your age your time and like how you want to go yeah that's my advice okay my advice actually I show in my slide អ្វីដែលបង believe in a proverb ដែលបង share គឺបង share មានគេចាំទេ if you fail to prepare you prepare to fail so I believe in this proverb ដោយសារតែវា apply all circumstance មិនថាតែនៅក្នុង career ឬក៏អូនចង់earn from your own business this is my advice ហើយមួយទៀត my advice មួយទៀតហ្នឹងគឺអ្នកដែលខ្លាំងគឺមិនមែនគាត់ខ្លាំងអត់ដែរដួលទេគឺគាត់ដួលហើយគាត់ចេះងើបឡើងវិញអញ្ចឹងនៅពេលដែលអូនចង់ start up business ហើយក៏អូន fail don't lose your motivation keep doing just keep doing អរគុណ I really like that quote អត់បានមើលពីនៅលើខ្ញុំមើលតែ icon ខាងក្រោម so I would like to summarize in the way that better look quote ដែលគាត់និយាយ advice ពីបងដែរ so basically សាកសម័យគេ imagine Google Map មុនយើងទៅកន្លែងណាមួយទីមួយយើងត្រូវដឹងអីគេហានោះយើងត្រូវដឹងយើងនៅណាសិនណាត្រូវអត់ you need to know where you are right now and next you need to know what where you want to go and then next ទៅតាមផ្លូវណាផ្លូវច្រើនទៅអត់និយាយថាយើងឥឡូវយើងដឹងឲ្យយើងនៅហ្នឹងយើងចង់ទៅនោះជិះតាមផ្លូវណាហើយបន្តមកអីគេទៀតតើមកយើងចាប់ផ្ដើមដើរទៅតាមផ្លូវដែលយើងគម្រោងចឹងដូចគាត់និយាយចឹងយើងប្រើ plan road ដែលយើងដើរហើយយើងដើរម្ដងមួយប៉ុន្តែ do not afraid to change plan បើសិនមកដើរទៅវាមានបញ្ហាយើងមើលឃើញយើង change plan ហើយយើងធ្វើ follow our style ហ្នឹងទៀត I really like your quote បង yeah planning is so important all right thank you so much speaker ទាំងពីរ